លោកបណ្ឌិតកម្មលីមែនតើទៅជាអ្នកស្រាវជ្រាវដើម្បីការអភិវឌ្ឍសង្គមប៉ុន្តែជាទូទៅអ្នកសារព័ត៌មាននិយមឧទ្ទិសនាមលោកថាជាអ្នកវិភាគនយោបាយនិងសង្គមសារព័ត៌មានខ្លះថែមទាំងហៅលោកថាជាអ្នកវិភាគឯករាជ្យថែមទៀតផងប៉ុន្តែសម្រាប់លោកកែមលីផ្ទាល់លោកមិនដែលចាត់ទុកខ្លួនឯងថាជាអ្នកវិភាគឯករាជ្យទេលោកធ្លាប់ប្រាប់វិទ្យុបារាំងអន្តរជាតិថាការវិភាគរបស់លោកផ្អែកទាំងស្រុងទៅលើការស្រាវជ្រាវនិងភស្តុតាងដែលរកឃើញហើយពេលខ្លះលោកក៏បានប្រើអារម្មណ៍សម្រាប់វិភាគផងដែរលោកកែមលីកើតនៅក្នុងគ្រួសារក្រីក្រមួយនៅភូមិអង្គតាកុកឃុំលាយបូស្រុកត្រាំកក់ខេត្តតាកែវបន្ទាប់ពីឪពុកទទួលមរណភាពនៅជំនាន់ប៉ុលពតលោកកែមលីនិងបងប្អូន2នាក់ផ្សេងទៀតត្រូវរស់នៅជាមួយម្ដាយមេម៉ាយដែលមានមុខរបរជាអ្នកលក់នំបញ្ចុកបញ្ឆៅនិងគ្រឿងទេសបន្តិចបន្តួចនៅផ្ទះអ្វីត្បិតតែលោកកែមលីត្រូវរស់នៅក្នុងជីវភាពក្រីក្រប៉ុន្តែនេះមិនមែនជាឧបសគ្គនៅក្នុងជីវិតសិក្សារបស់លោកទេលោកបានតស៊ូរៀនសូត្រដោយស្នាក់នៅជាមួយគេផងនិងនៅវត្តផងរហូតរៀនចប់មហាវិទ្យាល័យនៅកម្ពុជាហើយទទួលបានអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសថៃនិងម៉ាឡេស៊ីនៅសាកលវិទ្យាល័យจุฬาលង្កនប្រទេសថៃលោកកែមលីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកស្រាវជ្រាវសុខភាពសាធារណៈចំណែកនៅសាកលវិទ្យាល័យម៉ាឡាយ៉ាប្រទេសម៉ាឡេស៊ីលោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រសង្គមលោកកែមលីបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ2001និងមានកូនចំនួន5នាក់ប្រុស3ស្រី1និងមួយទៀតជាទារកនៅក្នុងផ្ទៃនៅឡើយលោកកែមលីធ្លាប់បម្រើការងារនៅក្រសួងសុខាភិបាលកាកបាទក្រហមកម្ពុជាក្រុមហ៊ុនឯកជននិងជាទីប្រឹក្សានៅអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិធំៗដូចជាអង្គការ UNDP, USAID, OSAID ក៏ដូចជាអង្គការជាតិជាច្រើនទៀតតាំងពីឆ្នាំ2008រហូតមកទល់បច្ចុប្បន្នលោកកែមលីសម្រេចចិត្តងាកមកប្រកបរបរជាអ្នកសិក្សាស្រាវជ្រាវឯករាជ្យវិញការសិក្សាស្រាវជ្រាវរបស់លោកកែមលីធ្វើឡើងស្ទើរតែនៅគ្រប់វិស័យទាំងអស់រាប់ចាប់តាំងពីបញ្ហាដីធ្លីសិទ្ធិលំនៅឋានសិទ្ធិមនុស្សធនធានរ៉ែបរិស្ថានអប់រំសុខាភិបាលសេដ្ឋកិច្ចសង្គមគិច្ចវប្បធម៌និងនយោបាយនៅក្នុងសង្គមណាដោយសង្គមណាដែលទិន្នន័យដែលចេញពីការសិក្សាស្រាវជ្រាវច្រើនណាស់ជាពិសេសការសិក្សាអំពីសេដ្ឋកិច្ចសង្គមសុខភាពជាសាស្ត្រការសិក្សាអំពីជំរឿនសេដ្ឋកិច្ចជំរឿនកសិកម្មឯជាដើមឡើយហើយឯកសារច្រើនទំព័ររាប់រយទំព័រចឹងជាកិច្ចការសំខាន់មួយដែលយើងស្រង់នៅលទ្ធផលនៃការសិក្សាស្រាវជ្រាវរបកកំភើញនៃការសិក្សាស្រាវជ្រាវដើម្បីយកមកវិភាគដើម្បីយកមកបង្ហាញអានឹងខ្ញុំគិតថាមានសារៈសំខាន់ណាស់ហើយកន្លងមកយើងឃើញអ្នកវិភាគច្រើនណាប៉ុន្តែវាអត់ទាន់គ្រប់គ្រាន់ទេសម្រាប់ប្រទេសកម្ពុជាយើងវាត្រូវការមានឯកទេសទៅទៀតវិភាគហ្នឹងមិនវិភាគស្លោហកោដូចរាល់ថ្ងៃនិយាយរួមទៅណាការស្រាវជ្រាវនិងការវិភាគនយោបាយរបស់លោកកែមលីនៅតាមប្រព័ន្ធផ្សព្វផ្សាយជារឿយៗតែងតែទទួលបានមកវិញនូវការច្រានចោលឬចំអកលក់លើយពីសំណាក់អ្នកពាក់ព័ន្ធទាំងគណៈបកកាន់អំណាចនិងគណៈបកប្រឆាំងប៉ុន្តែអ្នកស្រាវជ្រាវរូបនេះចាត់ទុកថាវាជារឿងធម្មតាវាជាការធម្មតាទេយើងវិភាគកន្លងមកពេលដែលអ្នកនយោបាយមួយខាងគាត់ចំណេញគាត់អបអរសាទរទៅហើយមួយខាងទៀតគាត់ប្រតិកម្មពេលដែលយើងវិភាគទៅចំណេញទៅដល់មួយខាងទៀតក៏សប្បាយចិត្តទៅហើយខ្ញុំបានងាយច្រើនណាក្នុងការចូលរួមក្នុងឆាកនៃការផ្ដល់ព័ត៌មាននេះគេថាវិភាគដូរបាយខ្ញុំថាមិនមែនដូរបាយខ្ញុំថាដាច់បាយហ្នឹងមិនមែនអត់លុយទិញបាយណាព្រោះអីគេសួរច្រើនពេកអត់មានពេលហូបបាយឬក៏វិភាគបាវបំរើខ្ញុំថាមានលិខិតទៀតថាវិភាគបាវបំរើមានសញ្ញាត្រឹមត្រូវវិភាគស៊ីឈ្នួលឬក៏តាមចើមថ្នល់អនាថាឬក៏ប្រហើនអីចឹងប៉ុន្តែខ្ញុំគិតថាអ្នកដែលបាននិយាយរិះគន់យើងអញ្ចឹងយើងត្រូវមានការកោតសរសើរទៅវិញតែហេតុអីបានគេហ៊ានរិះគន់យើងអញ្ចឹងហេតុអីប្រហែលជាយើងមានកំហុសអីហើយយើងចង់ល្អទេយើងចង់ឲ្យល្អទេប៉ុន្តែគាត់មិនចូលចិត្តអាហ្នឹងដែលយើងមានបញ្ហាណាលោកកែមលីបន្តថាលោកមិនដែលទទួលបានប្រាក់កម្រៃពីការវិភាគរបស់ខ្លួនទេពេលខ្លះស្ថាប័នព័ត៌មានអញ្ជើញលោកទៅសម្ភាសន៍គ្មានទាំងដាក់ទឹកឲ្យទទួលទានទៀតផងខ្ញុំដើរនិយាយដល់ព័ត៌មានគ្រប់វិទ្យុអាស៊ីសេរី VOA VOD ជាពិសេសរ៉ាឌីយ៉ូបារាំងហ្នឹងឯងខ្ញុំដូចជាមិនដែលទទួលបានថវិកាសូម្បីតែ$1ណាចាពេលខ្លះយើងបានទឹកសុទ្ធដែរនៅកន្លែងខ្លះគេអត់ដាក់ទឹកឲ្យទៅទៀតនោះមិនត្រឹមតែ
มันមានបេកมันមានកដាស់ហើយគឺអត់ទឹកទៅទៀតខ្ញុំធ្លាប់ទៅទូបាយ័នហៅខ្ញុំទៅវិភាគ1 ម៉ោងដែរដូចគាត់អត់ដែលឃើញឲ្យអីខ្ញុំផងអញ្ចឹងខ្ញុំថាជាក់ស្ដែងណា នៅក្នុងជំនួបជជែកកាយព្រឹត្តិការណ៍ជាមួយអ្នកកាសែតវិទ្យុបារាំងអ្នកស្រាវជ្រាវរូបនេះធ្លាប់លើកឡើងថាលោកអាចនឹងស្លាប់ដោយសារការវិភាគមិនសំចៃមាត់របស់លោកប៉ុន្តែលោកមិនរារែកឡើយលោកមានក្តីសង្ឃឹមថាការវិភាគរបស់លោកនឹងជំរុញឲ្យអ្នកចេះដឹងខ្មែរមានភាពក្លាហានហើយហ៊ាននិយាយការពិតដោយលោកដែរគួរជំរាបជូនថាកន្លងមកលោកកាំលីបានបណ្ដុះបណ្ដាលអ្នកស្រាវជ្រាវនិងអ្នកវិភាគជាច្រើនអ្នកលោកបានរៀបចំជំនួបរវាងអ្នកវិភាគសង្គមទាំងចាស់និងថ្មីជារៀងរាល់សប្តាហ៍ក្នុងហាងកាហ្វេដើម្បីជំរុញឲ្យពួកគេមានភាពក្លាហាននិងបណ្ដុះជំនាញរបស់ពួកគេឲ្យផ្ដោតទៅលើវិស័យណាមួយពិតប្រាកដសម្រាប់បុរសសម្បុរស្រអែមមៀតធំរូបនេះទៅថ្ងៃមុខលោកចង់ឃើញកម្ពុជាមានអ្នកវិភាគច្រើននិងមានជំនាញច្បាស់លាស់ ថ្ងៃក្រោយទៅខ្ញុំសង្ឃឹមថាក្មេងៗជំនាន់ក្រោយគាត់មានវិភាគខាងសេដ្ឋកិច្ចវិភាគខាងបរិស្ថានខាងនយោបាយឬក៏ខាងសង្គមកិច្ចសុខាភិបាលកសិកម្មជាដើមតាមឯកទេសនីមួយៗដែលសំខាន់